សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមករៀងប្លែកបន្តិចហើយជាមួយនឹងសម្លស្ងោរឆ្អឹងជំនីជ្រូកទឹកប្រហុករសជាតិក៏ប្លែកដែរបងប្អូនសម្រាប់រសជាតិគឺថាឆ្ងាញ់ជាងសម្លស្ងោរយើងធម្មតាអញ្ចឹងតោះកុំឲ្យខាតពេលយូរទៅមើលគ្រឿងផ្សំនិងវិធីធ្វើជាមួយខ្ញុំទាំងអស់គ្នាគ្រឿងផ្សំដំបូងគេដែលខ្ញុំត្រូវមាននោះគឺឆ្អឹងជំនីជ្រូកជាមួយនឹងគ្រឿងកាត់ឆ្អាបមានគល់ស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសនិងរំដេងចំណែកបន្លែមានផ្សិតការ៉ុតនិងជីរណាដែលធ្វើឲ្យសម្លរបស់យើងនឹងគឺកាន់តែមានក្លិនឈ្ងុយទៀតរួចគ្រឿងផ្សំចុងក្រោយគេដែលមិនអាចខ្វះបាននោះគឺមានប្រហុកខ្ទឹមសខ្ទឹមក្រហមម្ទេសនិងឯងចំពោះវិធីធ្វើដំបូងគេនឹងគឺខ្ញុំយកខ្ទឹមនិងម្ទេសមករំលីងឲ្យវាឈ្ងុយសិនក្រោយពីគ្រឿងរបស់យើងបានឈ្ងុយហើយខ្ញុំយកវាមកបុកឲ្យម៉ត់បន្ទាប់ពីបុកម៉ត់ខ្ញុំដាក់ប្រហុកចូលរួចបុកវាបន្ថែមទៀតឲ្យសព្វសាច់អញ្ចឹងមកខ្ញុំដួសវាទុកមួយឡែកសិនបន្ទាប់មកទៀតខ្ញុំដាំទឹកឲ្យពុះបង់ជាមួយនឹងគ្រឿងកាត់ឆ្អាបរបស់យើងចូលរួចហើយខ្ញុំដាក់ឆ្អឹងជំនីជ្រូកចូលតែម្ដងឆ្អឹងជ្រូកនេះដែរគឺយើងរំងាស់វាឲ្យផុយគឺកាន់តែឆ្ងាញ់ក្រោយពីឆ្អឹងជំនីជ្រូករបស់យើងបានផុយបន្តិចខ្ញុំដាក់ការ៉ុតនិងប្រហុកបុករបស់យើងចូលការ៉ុតនេះដែរគឺវាយូរផុយបងប្អូនអញ្ចឹងហើយគឺខ្ញុំដាក់វារំងាស់ជាមួយនឹងឆ្អឹងជំនីជ្រូករបស់យើងតែម្ដងទៅរួចបន្ទាប់ពីឆ្អឹងជំនីជ្រូកនិងការ៉ុតបានឆ្អិនខ្ញុំបង់គ្រឿងទេសចូលមានទឹកត្រីម្សៅស៊ុបស្ករនិងប៊ីចេងហើយខ្ញុំកូរវាឲ្យរលាយគ្រឿងសព្វបន្តិចទៅចុងក្រោយខ្ញុំបង់ជាមួយនឹងផ្សិតចំបើងហើយខ្ញុំទុកវាមួយពុះសិនសម្រាប់បន្លែផ្សិតគឺខ្ញុំបង់ក្រោយគេបងប្អូនកាលណាដែលវានៅច្របបានឆ្ងាញ់ពេលនេះដែរគឺសម្លរបស់យើងនឹងបានឆ្អិនសព្វគ្រប់ហើយខ្ញុំបន្ថែមជាមួយនឹងស្លឹកក្រូចនិងម្ទេសចូលគឺថារួចហើយនិយាយពីថាក្លិនឡើងឈ្ងុយពេញផ្ទះតែម្ដងមួយមុខនេះគឺធានាថាឆ្ងាញ់បន្ថែមជាមួយនឹងជីបន្តិចក្រូចឆ្មាបន្តិចអញ្ចឹងមកជាតិណាស់បងប្អូនកុំភ្លេចសាកធ្វើញ៉ាំណាអរគុណជួបគ្នាវីដេអូក្រោយ